ចិនដាវយន្តគឺជាប្រអប់ដៃតូចមួយដែលនាំយើងទៅកាន់គោលដៅប៉ុន្តែវាក៏ជាកន្លែងតែមួយគត់ដែលមនុស្សចម្លែកត្រូវបង្ខំចិត្តឈរជិតគ្នាបំផុតដោយមិនហ៊ានសម្លឹងមើលចំភ្នែកគ្នានៅក្នុងអគារការិយាល័យកម្ពស់40ជាន់កណ្ដាលក្រុងភ្នំពេញជីវិតរបស់វិបុលវិលវល់តែក្នុងប្រអប់ដែកនោះវិបុលគឺជាបុរសវ័យ32ឆ្នាំដែលជឿជាក់ថាតម្លៃនៃមនុស្សវាស់វែងដោយលេខក្នុងគណនីធនាគារនិងឋានៈលើកាតបុគ្គលិកជារៀងរាល់យប់នៅពេលដែលពន្លឺភ្លើងតាមដងផ្លូវចាប់ផ្ដើមប្រកួតប្រជែងជាមួយពន្លឺផ្កាយវិបុលតែងតែអង្គុយនៅមុខអេក្រង់កុំព្យូទ័រសម្លឹងមើលតារាងទិន្នន័យដែលគ្មានព្រលឹងគាត់គឺជាមនុស្សចុងក្រោយដែលចាក់ចេញពីក្រុមហ៊ុនភាពជោគជ័យទាមទារការលះបង់នេះគឺជាពាក្យដែលគាត់ប្រើដើម្បីលួងចិត្តខ្លួនឯងនៅពេលដែលគាត់ខកខានខួបកំណើតម្ដាយឬនៅពេលដែលមិត្តស្រីរបស់គាត់សម្រេចចិត្តចាក់ចេញព្រោះនាងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃតិចជាងឯកសារ Excel របស់គាត់យប់មួយនាឡិកាបង្ហាញម៉ោង 11:45 នាទីយប់វិបុលដើរចេញពីតុការិយាល័យដោយស្មារតីល្វើយគាត់ចុចប៊ូតុងចិនដាវយន្តកញ្ចក់ចិនដាវយន្តដែលខាត់រលោងចាំងជុះមកវិញនៅរូបភាពបុរសម្នាក់ដែលមានភ្នែកស្លក់និងស្មាដែលស្រត់ចុះដោយទម្ងន់នៃភាពហត់នឿយចិនដាវយន្តបើកគាត់ដើរចូលរួចចុចលេខ1ដែលជាជាន់ចំណតឡាននៅពេលចិនដាវយន្តចុះដល់ជាន់ទី13ស្រាប់តែវាឈប់ងក់ភ្លើងក្នុងប្រអប់ដែកភ្លឹបផ្លេតមុននឹងប្រែជាស្ងប់ស្ងាត់ទ្វារបើកចេញយឺតបង្ហាញនៅច្រករបៀងដ៏ងងឹតសូនឈឹងនៃជាន់ទី13ដែលជាជាន់បិទជិតមិនទាន់មានក្រុមហ៊ុនជួលវិបុលចុចប៊ូតុងបិទទ្វារដោយការរំខានប៉ុន្តែទ្វារមិនព្រមបិទស្រាប់តែមានស្រមោលបុរសម្នាក់ដើរចូលមកបុរសនោះស្លៀកពាក់អាវសបោះសក្នុងខោខើបួយចាស់ដៃម្ខាងកាន់សៀវភៅគំនូនិងខ្មៅដៃគាត់មើលទៅហាក់ដូចជាក្មេងជាងវិបុល 2-3 ឆ្នាំវិបុលងក់ក្បាលបន្តិចតាមទម្លាប់សង្គមប៉ុន្តែបុរសនោះមិនតបតទេគាត់ឈរនៅជ្រុងម្ខាងទៀតហាក់ដូចជាវិបុលគ្មានរូបរាងនៅទីនោះចិនដាវយន្តចាប់ផ្ដើមចុះបន្តប៉ុន្តែអ្វីដែលចម្លែកគឺវាចុះយឺតជាងធម្មតាវិបុលចាប់ផ្ដើមមានអារម្មណ៍ធាក់ខ្យល់បុរសចម្លែកនោះចាប់ផ្ដើមគូសវាសលើសៀវភៅសំឡេងខ្មៅដៃប៉ះក្រដាសខ្វិចបន្លឺឡើងក្នុងភាពស្ងប់ស្ងាត់គួរឲ្យព្រឺសម្បុរធ្វើការយប់ដែរវិបុលសួរដើម្បីបំបែកភាពស្ងាត់ជ្រងំបុរសនោះមិនងើបមុខទេប៉ុន្តែឆ្លើយដោយសម្ដីស្រទន់ខ្ញុំគ្រាន់តែមកយកអ្វីដែលខ្ញុំបានភ្លេចចោលវិបុលសម្លឹងមើលទៅក្នុងកញ្ចក់ចិនដាវយន្តគាត់ស្រាប់តែភាំងនៅក្នុងកញ្ចក់បុរសម្នាក់នោះមិនមែនជាមនុស្សចម្លែកទេគាត់គឺជារូបភាពរបស់វិបុលកាលពី10ឆ្នាំមុនការដែលគាត់នៅជានិស្សិតមហាវិទ្យាល័យវិលលៈសិល្បៈម្នាក់ដែលធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកគំនូរជីវចលម្នាក់ដែលធ្លាប់សើចសប្បាយជាមួយមិត្តភ័ក្តិដោយមិនខ្វល់ពីរឿងលុយកាក់ឯងមកទីនេះធ្វើអីវិបុលសួរដោយសំឡេងញ័ររូបភាពក្នុងកញ្ចក់ងើបមុខឡើងភ្នែករបស់គេភ្លឺថ្លាខុសពីភ្នែករបស់វិបុលដែលងងឹតសូន្យខ្ញុំមកសួរឯងថាតើឯងសប្បាយចិត្តទេអាគារនេះខ្ពស់ណាស់វិបុលខ្ពស់រហូតដល់ឯងមើលមិនឃើញដីដែលឯងធ្លាប់ដើរឯងចំណាយពេលពេញមួយជីវិតដើម្បីឡើងមកលើប៉ុន្តែឯងបែរជាជាប់នៅក្នុងប្រអប់ដែកនេះទៅវិញចិនដាវយន្តស្រាប់តែឈប់ម្ដងទៀតទ្វារបើកនៅចំពោះមុខវិបុលមិនមែនជាជាន់ទី12ទេប៉ុន្តែវាគឺជាបន្ទប់ជួលចាស់របស់គាត់កាលពីសម័យជានិស្សិតគាត់ឃើញខ្លួនឯងកំពុងអង្គុយគូររូបយ៉ាងសប្បាយរីករាយជាមួយម្ដាយដែលកំពុងអង្គុយដេកខោអាវនៅក្បែរក្លិនម្ហូបដែលម្ដាយធ្វើភាយចូលមកក្នុងចិនដាវយន្តវាគឺជាក្លិននៃក្តីសុខដែលលុយរាប់លានដុល្លាររបស់គាត់ឥឡូវនេះមិនអាចទិញបានបិទទ្វារទៅវិបុលស្រែកទាំងភ័យខ្លាចគាត់មិនហ៊ានប្រឈមមុខនឹងភាពពិតដែលថាគាត់បានសម្លាប់ខ្លួនឯងដើម្បីក្លាយជានរណាម្នាក់ដែលសង្គមសរសើរបុរសក្នុងកញ្ចក់ដើរមកជិតវិបុលរួចខ្សឹបដាក់ត្រចៀកថាមនុស្សជាច្រើនខ្លាចជាន់ទី13ព្រោះខ្លាចខ្មោចប៉ុន្តែការពិតអ្វីដែលគួរឲ្យខ្លាចបំផុតគឺការរស់នៅក្នុងអគារដែលគ្មានជាន់ទី13ការរស់នៅក្នុងជីវិតដែលព្យាយាមលាក់បាំងភាពមិនល្អឥតខ្ចោះនិងអតីតកាលរបស់ខ្លួនឯងភ្លើងក្នុងចិនដាវយន្តរលត់ទាំងស្រុងវិបុលមានអារម្មណ៍ថាខ្លួនឯងកំពុងធ្លាក់ចុះក្នុងល្បឿនយ៉ាងលឿនគាត់ស្រែកយំគាត់ឃើញរាល់ជាន់ដែលចិនដាវយន្តឆ្លងកាត់សុទ្ធតែជារូបភាពនៃជីវិតដែលគាត់បានបាត់បង់ថ្ងៃដែលគាត់បដិសេធមិនទៅមើលម្ដាយឈឺយប់ដែលគាត់បែកគ្នាជាមួយមនុស្សស្រីដែលស្រឡាញ់គាត់បំផុតទ្វារចិនដាវយន្តបើកផាំងពន្លឺពណ៌សាក់ចាំងចូលមកវិបុលដឹងខ្លួនឡើងគាត់កំពុងអង្គុយនៅក្នុងចិនដាវយន្តដែលឈប់នៅជាន់ដីសន្តិសុខម្នាក់កំពុងអង្រួនស្មាគាត់លោកមិនអីទេចិនដាវយន្តវាជាប់គាំងបន្តិចនៅជាន់ទី13មិញនេះវិបុលងើបឈរទាំងញ័រជើងគាត់ដើរចេញមកក្រៅស្រូបយកខ្យល់អាកាសពេលយប់គាត់សម្លឹងមើលទៅលើអគារខ្ពស់កប់ពពកនោះ
គាត់ដឹងថាអាគារនេះគ្មានជាន់ទី13នៅលើប៊ូតុងចុះទេប៉ុន្តែជាន់ទី13នឹងស្ថិតនៅក្នុងចិត្តរបស់គាត់ជានិច្ចជាកន្លែងដែលគាត់ទុកដាក់ព្រលឹងដែលគាត់បានបំភ្លេចចោលគាត់មិនបានដើរទៅរកឡានទំនើបរបស់គាត់ទេគាត់សម្រេចចិត្តដើរទៅផ្ទះតាមផ្លូវគាត់បានឃើញអ្នកលក់បាយកញ្ចប់ម្នាក់កំពុងអង្គុយញ៉ាំបាយជាមួយកូនស្រីតូចពួកគេសើចសប្បាយទោះបីជាមានតែពន្លឺភ្លើងផ្លូវក៏ដោយវិបុលឈប់រួចដកប៊ិចចេញពីហោប៉ៅអាវធំគាត់ចាប់ផ្ដើមគូសវាសលើក្រដាសរសៀតធនាគារដែលនៅក្នុងដៃគាត់មិនបានគូសររាំងទិន្នន័យទេប៉ុន្តែគាត់គូររូបស្នាមញញឹមរបស់ក្មេងស្រីនោះរឿងរ៉ាវនៃចណ្ដើរយន្តជាន់ទី13មិនមែនជារឿងខ្មោចឡងដើម្បីសម្លាប់មនុស្សទេប៉ុន្តែវាគឺជាខ្មោចដែលមកដើម្បីដាស់មនុស្សឲ្យដឹងខ្លួនក្នុងសង្គមដែលយើងប្រណាំងប្រជែងគ្នាឡើងទៅលើកំពូលយើងជារឿយៗភ្លេចថានៅពេលដែលយើងទៅដល់ទីនោះយើងប្រហែលជាម្នាក់ឯងបំផុតជួនកាលយើងត្រូវអនុញ្ញាតឲ្យចណ្ដើរយន្តជីវិតរបស់យើងឈប់នៅជាន់ដែលយើងខ្លាចបំផុតដើម្បីស្វែងរកបំណែកព្រលឹងដែលយើងបានជ្រុះបាត់